ថ្ងៃនេះមកចែកម្លែកការថែទាំផ្ទះនៅរដូវក្តៅមួយចំនួនដល់បងប្អូនយើងដែលគាត់សួរទីមួយយើងគួរតែបើករន្ធខ្យល់ឲ្យអស់នៅពេលដែលខែក្តៅបែបនេះផ្ទះដែលមានយើងបិទរន្ធខ្យល់ពីមុនគួរតែបើកដើម្បីឲ្យមានខ្យល់ចេញចូលនៅក្នុងផ្ទះល្អហើយកាត់បន្ថយកម្ដៅនៅក្នុងផ្ទះហើយមួយទៀតគឺយើងពិនិត្យមើលទៅលើសំណើមអាចបន្ថែមម៉ោងបាញ់ឬក៏នៅចន្លោះពី80ទៅ90ដើម្បីរក្សាក្នុងផ្ទះឲ្យវាមានភាពសំណើមកុំឲ្យវាស្ងួតខ្លាំងពេកចំណុចមួយទៀតក៏សំខាន់ផងដែរបងប្អូនត្រូវពិនិត្យមើលអាចជាកម្មត្រូវបោសសម្អាតជាប្រចាំកុំឲ្យវាកើនឡើងច្រើនពេកធ្វើឲ្យមានក្លិនអាម៉ូញ៉ាខ្លាំងហើយធ្វើឲ្យបរិយាកាសក្នុងផ្ទះមិនល្អធ្វើឲ្យកូនសត្វរបស់យើងងាប់ច្រើនហើយនេះគឺជាវីដេអូនៅផ្ទះរបស់ខ្ញុំគឺមានសត្វងាប់តិចតួចមែនទែនប្រហែលជាមួយក្បាលពីរក្បាលទេសត្វដល់ប៉ុន្តែអត់មានសត្វងាប់ទេយើងសត្វច្រើនមែនប៉ុន្តែអត់មានសត្វងាប់ខ្ញុំមកមានសត្វងាប់ទេអាចចែហ្មងមានមួយដែរនៅលើណាំប៉ែអត់មានសត្វងាប់ទេសត្វនៅធម្មតាព្រោះសត្វចាប់បានការចំណើមបាញ់ទៅចាំមានពេញហ្នឹងសត្វនៅក្នុងខ្នងរត់នៅពេលដែលយើងថែទាំផ្ទះបានល្អគឺសពុកយើងនៅបែបនេះទោះជាខែនេះក្តៅខ្លាំងក៏ដោយក៏វាមិនអាចទៅជារហើបឬក៏ជ្រុះហើយសពុកនៅតែធំល្អហើយគ្រាន់តែវាអាចបដូរពណ៌តិចតួចប៉ុន្តែមិនរហើបឬក៏ជ្រុះទេដូច្នេះហើយបងប្អូនអាចមើលត្រឡប់ក្រោយនៅវីដេអូខ្ញុំចែករំលែកពីការថែទាំផ្ទះបានបាទអរគុណ